បើសិនបើអ្នកទាំងអស់គ្នាកំពុងតែជួបឧបសគ្គកំពុងតែមានអារម្មណ៍ថាជីវិតរបស់អ្នកទាំងអស់គ្នាហេតុអីក៏ពិបាកម៉េះអត់មានកោះអត់មានត្រើយអត់ដឹងថាទៅពឹងអ្នកណាបានវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងជំនាញ podcast កាលពីប្រហែលជាង10ឆ្នាំមុនខ្ញុំក៏ធ្លាប់មានអារម្មណ៍ដូចអ្នកទាំងអស់គ្នាដែរជាក់ស្ដែងនៅពេលនោះគឺខ្ញុំមានអារម្មណ៍ថាពិបាកខ្លាំងមែនទែនហេតុអីបានក្មេងៗផ្សេងទៀតគេរស់នៅសុខសប្បាយប៉ុន្តែជីវិតរបស់ខ្ញុំត្រូវតស៊ូត្រូវវេទនាម្នាក់ឯងនៅពេលដែលខ្ញុំបញ្ចប់ថ្នាក់ទី12ខ្ញុំឡើងមកបំពេញបន្តការសិក្សាហើយខ្ញុំនៅតែចងចាំអារម្មណ៍និងជីវិតកាលពីពេលហ្នឹងគឺពិបាកមែនទែនខ្ញុំអង្គុយយំសឹងតែរាល់ថ្ងៃជីវិតមានអារម្មណ៍ថាវេទនាខ្លាំងហើយខ្ញុំតែងតែ compare ថាជីវិតរបស់គេហេតុអីក៏ស្រួលម៉េះមករៀនគ្រាន់តែរៀនហើយចប់តែសម្រាប់ខ្ញុំត្រូវរៀនផងខ្ញុំត្រូវខំធ្វើការផងដើម្បីយកលុយមកផ្គត់ផ្គង់ការសិក្សាហើយនឹងជីវភាពរបស់ខ្ញុំរាល់ថ្ងៃខ្ញុំកើតមកជាកូនអ្នកខេត្តហើយជាអកុសលប៉ាម៉ាក់របស់ខ្ញុំគាត់ស្លាប់តាំងពីខ្ញុំនៅក្មេងៗអញ្ចឹងហើយអ្នកដែលផ្គត់ផ្គង់ខ្ញុំហ្មងគឺមានតាម៉ាហើយកងដែលនៅស្រុកគេហើយជីវភាពរបស់គ្រួសារខ្ញុំនៅស្រុកអញនិយាយបានថាមិនពិបាកខ្លាំងរហូតដល់ជាពាក់លុយគេប៉ុន្តែយើងក៏អត់មានប្រាក់អន្សំទុកដែរអញ្ចឹងការប្រកបមុខរបររកស៊ីរាល់ថ្ងៃគឺមួយថ្ងៃសម្រាប់តែមួយថ្ងៃទេគ្រាន់តែថានៅពេលដែលខ្ញុំនៅស្រុកខ្ញុំមានផ្ទះអញ្ចឹងការចាយវាយអីវាតិចតួចទេហើយអ្នកផ្ទះរបស់ខ្ញុំគាត់អត់ចង់ឲ្យខ្ញុំពិបាកអញ្ចឹងគាត់ឲ្យខ្ញុំខំតែរៀនទេពេលជីវិតនៅស្រុកខ្ញុំអត់ទាន់ដឹងថាតើជីវិតវាពិបាកប៉ុណ្ណាព្រោះដោយសារតែខ្ញុំអត់ទាន់បានទៅរកលុយខ្លួនឯងប៉ុន្តែនៅពេលដែលខ្ញុំឡើងមកបំពេញបន្តយកការសិក្សាបញ្ញាបត្រហ្នឹងបានខ្ញុំដឹងថាទំព័រជីវិតថ្មីរបស់ខ្ញុំបានចាប់ផ្ដើមហើយអ្នកផ្ទះរបស់ខ្ញុំគាត់អត់មានលុយផ្គត់ផ្គង់ខ្ញុំទាំងស្រុងហ្មងទេជាសំណាងដោយសារតែខ្ញុំទទួលបានអាហារូបករណ៍នៅសាលាភូមិន្ទអញ្ចឹងហើយគ្រួសាររបស់ខ្ញុំគាត់អាចធូរមកចំណែកដែរពាក់ព័ន្ធជាមួយនឹងការបង់ថ្លៃសាលាប៉ុន្តែអ្វីដែលខ្ញុំត្រូវប្រឈមមុខហ្នឹងគឺការចិញ្ចឹមខ្លួនឯងរាល់ថ្ងៃអ្នកផ្ទះរបស់ខ្ញុំគាត់អត់ដែលនិយាយថាគាត់អត់មានលទ្ធភាពឲ្យខ្ញុំមករៀននៅភ្នំពេញទេអ្វីដែលគាត់ប្រាប់គាត់គ្រាន់តែប្រាប់ថាកុំខ្វល់គិតតែពីរៀនមកមុខទៅបានហើយអញ្ចឹងការសិក្សាអីផ្សេងគាត់អ្នកចំណាយគាត់នឹងអ្នករ៉ាប់រងប៉ុន្តែខ្ញុំដឹងច្បាស់ថាផ្ទះរបស់ខ្ញុំក៏អត់មានលទ្ធភាពទេទោះបីជាឲ្យខ្ញុំមករៀនក៏គាត់នឹងហិតទៅពិបាកទៅព្រោះខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍មួយហើយដែលនៅពេលដែលគូរបស់ខ្ញុំគាត់បន្តការសិក្សាម៉ាកងរបស់ខ្ញុំគាត់ពិបាកខ្លាំងមែនតើពឹងលបរហោស៊ីតិចតួចនៅផ្ទះពឹងតែចការមួយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់គូខ្ញុំចាំបានថាពេលហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍នឹងជាមួយគាត់ណាពេលខ្លះនៅផ្ទះរកតែលុយ10000ចូលបុណ្យគេអត់ទាំងបានផងប៉ុន្តែចិត្តមួយទៀតខ្ញុំគិតថាបើសិនបើខ្ញុំអត់ជំនះឧបសគ្គមួយហ្នឹងទេបើសិនបើខ្ញុំអត់មករៀននៅភ្នំពេញនេះទេថ្ងៃក្រោយខ្ញុំអាចទៅធ្វើអីបានចិត្តមួយអត់ចង់ឲ្យអ្នកផ្ទះពិបាកចិត្តមួយទៀតក៏អត់ចង់ឲ្យខ្លួនឯងនៅរស់នៅក្នុងជីវភាពបែបហ្នឹងរហូតដែរអញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តថាខ្ញុំសាកមកបំពេញមកក្តារមើលសិនហើយរៀនបដាចាប់ផ្ដើមរកការងារធ្វើបដាទៅ6ខែឬក៏7ខែដំបូងខ្ញុំចាយលុយអ្នកផ្ទះរបស់ខ្ញុំសុទ្ធហ្មងរហូតទៅដល់ប្រហែលជាខ្ញុំរៀនចប់ឆ្នាំទី1ខ្ញុំឃើញថាអ្នកផ្ទះរបស់ខ្ញុំគឺពិបាកខ្លាំងទៅហើយគាត់អត់មានលុយសម្រាប់ផ្គត់ផ្គង់ខ្ញុំបន្តទៀតទេទោះបីជាគាត់មិននិយាយស្ដីអីប៉ុន្តែខ្ញុំដឹងច្បាស់ពីស្ថានភាពអ្នកផ្ទះរបស់ខ្ញុំអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងរកការងារធ្វើទោះបីជាលាងចានហត់តុឬក៏ការងារអីក៏ដោយឲ្យតែបានលុយសិនដើម្បីយកមកផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំជាសំណាងខ្ញុំបានប្រទះការងារមួយហើយខ្ញុំបានដាក់ពាក្យទៅជាប់នៅកន្លែងការងារមួយហ្នឹងជាអ្នកផ្សាយព័ត៌មានតាមវិទ្យុប៉ុន្តែម៉ោងការងារគឺចាប់ពីម៉ោង11យប់រហូតទៅដល់ម៉ោង6ព្រឹកពេលហ្នឹងខ្ញុំពិបាកមែនតើព្រោះដោយសារតែខ្ញុំអត់អាចធ្វើការពេលថ្ងៃបានទេជាទូទៅវាប៉ះពាល់ជាមួយនឹងម៉ោងរៀនរបស់ខ្ញុំដោយសារតែយើងជាសិស្សអាហារូបករណ៍អញ្ចឹងយើងអាចដូរម៉ោងរៀនតាមចិត្តយើងបានទេម៉ោងរៀនរបស់ខ្ញុំគឺពេលព្រឹកពេលខ្លះទៀតក៏វាមានម៉ោងពេលថ្ងៃអញ្ចឹងហើយខ្ញុំមានតែសម្រេចចិត្តនៅក្នុងការទៅធ្វើការងារយប់ដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពខ្លួនឯងនៅក្នុងពេលរៀនសកលហ្នឹងពេលហ្នឹងខ្ញុំគិតដូចអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំតែងតែមានអារម្មណ៍ថាតូចចិត្តហេតុអីបានជីវិតរបស់ខ្ញុំពិបាកម៉េះម៉ោងពេលយប់11រហូតដល់ម៉ោង6ព្រឹកម្នាក់គេកំពុងតែសប្បាយចិត្ត
គេកំពុងតែលងលក់នៅក្នុងដំណេករបស់គេប៉ុន្តែខ្ញុំវិញត្រូវមកអង្គុយធ្វើការដើម្បីចិញ្ចឹមកាពះខ្លួនឯងហើយធ្វើការអត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យទៀតម៉ោង6ព្រឹកខ្ញុំចេញពីធ្វើការហើយពីកន្លែងធ្វើការរបស់ខ្ញុំមកសាលារបស់ខ្ញុំចំណាយពេលសឹងតែ1ម៉ោងហើយចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង7ព្រឹកគឺជាពេលវេលាដែលខ្ញុំធ្វើដំណើរពីកន្លែងធ្វើការមកផ្ទះជួលបន្តិចរៀបចំខ្លួនហើយទៅរៀនខ្ញុំអត់បានសម្រាកទេរហូតដល់ម៉ោង11ឬក៏ម៉ោង12ថ្ងៃត្រង់បានខ្ញុំបានសម្រាកជីវិតរយៈពេល 2-3 ឆ្នាំចុងក្រោយពិបាកខ្លាំងមែនទែនប៉ុន្តែដោយសារតែខ្ញុំនៅក្មេងអញ្ចឹងសុខភាពរបស់ខ្ញុំក៏អាចទប់ទល់បានដែរតែអ្វីដែលខ្ញុំសង្កេតឃើញគឺសុខភាពរបស់ខ្ញុំនឹងចាប់ផ្ដើមខ្សោយទៅពីមួយថ្ងៃទៅមួយថ្ងៃរៀនក៏អត់សូវចូលការសមាធិនៅក្នុងការរៀននឹងក៏អត់សូវបានច្រើនជាងមុនដែរតែខ្ញុំអត់មានជំរឿសទេព្រោះពេលហ្នឹងខ្ញុំសួរខ្លួនឯងថាបើសិនជាខ្ញុំអត់បន្តទៅមុខទៀតទេជំរឿសមានតែពីរទេទី1តម្លាក់ការសិក្សាចោលទី2គឺខ្ញុំបន្តឲ្យអ្នកផ្ទះរបស់ខ្ញុំគាត់ផ្គត់ផ្គង់ខ្ញុំទៀតទោះបីជាខ្ញុំដឹងថាគាត់អត់មានលទ្ធភាពក៏ដោយអញ្ចឹងខ្ញុំអត់អាចរើសជំរឿសអាត្មានិយមបានទេខ្ញុំក៏បន្តលួងខ្លួនឯងហើយខ្ញុំបន្តដើរទៅមុខទៀតពេលហ្នឹងពាក្យលួងចិត្តខ្ញុំមានតែមួយទេថ្ងៃហ្នឹងខ្ញុំពិបាកតែខ្ញុំសង្ឃឹមថាថ្ងៃក្រោយនៅពេលដែលខ្ញុំហ៊ានចប់ខ្ញុំអត់ពិបាកទេហើយពាក្យហ្នឹងឯងអាចដឹកដៃខ្ញុំឲ្យឆ្លងកាត់ឧបសគ្គទាំងអស់ហ្នឹងរហូតមកដល់រាល់ថ្ងៃអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាជីវិតរបស់មនុស្សម្នាក់អាចនឹងពិបាករៀងខ្លួនទោះបីជាគេកើតមកមានទោះបីជាគេកើតមកមិនមានការលើកទឹកចិត្តខ្លួនឯងមិនតែម្ដងហើយខ្ញុំអាចដើរទៅមុខរួចទេខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃពេលខ្លះក៏ពិបាកចិត្តពេលខ្លះក៏លើកទឹកចិត្តខ្លួនឯងមកវិញពេលខ្លះក៏មានអារម្មណ៍ថាខ្លួនឯងធ្លាក់ដល់បាតអារម្មណ៍វាស្មុគស្មាញវាញ៉ែញ៉ៃពេលហ្នឹងប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ហ្មងពេលហ្នឹងនៅពេលដែលខ្ញុំប្រៀបធៀបខ្លួនឯងមួយអ្នកដទៃកាន់តែខ្លាំងខ្ញុំពិបាកចិត្តកាន់តែខ្លាំងត្រឡប់មកវិញសម្រាប់ខ្ញុំដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងអស់ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំអាចនិយាយបានថាមនុស្សម្នាក់កើតមករៀងខ្លួនការដែលយើងជួបឧបសគ្គក៏រៀងខ្លួនដែរបច្ចុប្បន្ននេះយើងជួបរឿងមួយផ្សេងប៉ុន្តែអ្នកផ្សេងក៏គេអាចជួបនឹងរឿងមួយផ្សេងទៀតដែរសំខាន់ថាតើអ្នកទាំងអស់គ្នាទទួលយករឿងនឹងបានដែរឬក៏អត់ចេះលើកទឹកចិត្តខ្លួនឯងឬក៏កាន់ដៃខ្លួនឯងដើរបន្តទៅមុខទៀតដែរឬក៏អត់បញ្ហានេះជារឿងសំខាន់ព្រោះបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបឧបសគ្គហើយអ្នកទាំងអស់គ្នាព្យាយាមគេចវេះអត់ព្រមដោះស្រាយវាអត់ព្រមប្រឈមមុខនឹងវាជីវិតរបស់យើងអត់អាចឆ្លងផុតជាមួយនឹងឧបសគ្គមួយនឹងបានទេខ្ញុំប្រាប់រឿងខ្ញុំឲ្យអ្នកទាំងអស់គ្នាបានស្ដាប់អាចពិចារណាបានព្រោះខ្ញុំគិតថាខ្ញុំអាចជាឧទាហរណ៍មួយដែលអាចលើកទឹកចិត្តអ្នកទាំងអស់គ្នាបានមួយចំនួនដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងការលើកទឹកចិត្តមិនមែនតែម្ដងហើយអ្នកទាំងអស់គ្នាអាចយកឈ្នះវាបានទេមានតែអ្នកទាំងអស់គ្នាខ្លួនឯងដែលអាចលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃហើយដើរជាមួយនឹងខ្លួនឯងរាល់ថ្ងៃទៅមុខបន្តទៀតឆ្លងកាត់ឧបសគ្គទាំងអស់ហ្នឹងខ្ញុំឧទាហរណ៍មួយសាមញ្ញងាយយល់គោលដៅដូចគ្នាពីផ្ទះទៅផ្សារប៉ុន្តែផ្ទះរបស់ខ្ញុំអាចចម្ងាយ3គីឡូពីផ្សារចាស់ហើយខ្ញុំអត់មានមធ្យោបាយធ្វើដំណើរអញ្ចឹងខ្ញុំត្រូវដើរតែមានអ្នកផ្សេងមួយទៀតគោលដៅរបស់គេទៅផ្សារដូចគ្នាប៉ុន្តែចម្ងាយពីផ្ទះរបស់គេនេះទៅផ្សារអាចនឹងចម្ងាយត្រឹមតែ2គីឡូដីឯងហើយគេមានកង់គេមានអីជិះចឹងទៅអញ្ចឹងសួរថាបើសិនជាខ្ញុំនៅតែប្រៀបធៀបថាមិនបានខ្ញុំពិបាកម៉េះមិនបានខ្ញុំអត់មានកង់ជិះមិនបានផ្ទះរបស់ខ្ញុំឆ្ងាយសួរថាពេលដែលខ្ញុំកំពុងតែពិបាកចិត្តកំពុងតែតូចចិត្តខ្ញុំប្រៀបធៀបមួយគេនេះបើខ្ញុំអត់ដើរទៅផ្សារទេតើផ្សារហ្នឹងអាចដើរមករកខ្ញុំដែរឬក៏អត់ប្រកាសទេនៅពេលដែលគេនៅចិត្តជាងគេមានមធ្យោបាយធ្វើដំណើរគេអាចនឹងស្រួលជាងយើងបន្តិចតែគោលដៅយើងទៅផ្សារបើសិនជាយើងអត់ទៅបានន័យថាយើងអាចទៅដល់គោលដៅរបស់យើងទេទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែទទួលយកការពិតហើយដើរទៅផ្សារទៅអញ្ចឹងបើសិនជាយើងចាប់ផ្ដើមធ្វើដំណើរទៅថ្ងៃណាមួយទោះបីជាយើងទៅមិនលឿនដូចគេទោះបីជាពិបាកជាងគេបន្តិចក៏យើងអាចទៅដល់ផ្សារទៅដល់គោលដៅរបស់យើងដែរប្រៀបធៀបមួយជីវិតដូចគ្នានៅពេលដែលខ្ញុំចង់បានការងារធ្វើដែលល្អហើយខ្ញុំអត់ព្រមធ្វើអីសោះអង្គុយទៅពិបាកចិត្តខ្ញុំគិតថាជីវិតរបស់ខ្ញុំអត់មានដល់រាល់ថ្ងៃនេះទេតែដោយសារតែខ្ញុំព្យាយាមយកឈ្នះវាអញ្ចឹងហើយបានខ្ញុំអាចដល់ជីវិតដល់រាល់ថ្ងៃនេះខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថាការតស៊ូរបស់ខ្ញុំវាអត់បានក្បត់ខ្ញុំទេរាល់ថ្ងៃនេះ
ខ្ញុំមានការងារល្អធ្វើខ្ញុំមានជីវភាពសមរម្យដែលអាចផ្គត់ផ្គង់ខ្លួនឯងបានហើយអាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបានមួយចំណែកធំដែរអ្នកដទៃគេអាចបោះបង់យើងបានប៉ុន្តែយើងមិនគួរបោះបង់ខ្លួនឯងចោលទេព្រោះអ្នកដែលនៅជាមួយយើងមួយជីវិតរបស់យើងទៅគឺមានតែខ្លួនឯងទេខ្ញុំប្រើពេលជាង10ឆ្នាំដើម្បីឲ្យជីវិតរបស់ខ្ញុំចាប់ផ្ដើមជោគជ័យបន្តិចម្ដងរហូតមកដល់រាល់ថ្ងៃនេះហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងមិនបោះបង់ចោលខ្លួនឯងដោយសារតែឧបសគ្គចូលមកជីវិតរបស់អ្នកទាំងអស់គ្នាទេដរាបណាយើងនៅមានជីវិតឧបសគ្គវានៅតែមានអញ្ចឹងមិនថាតិចមិនថាច្រើនតែនៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមទទួលយករឿងទាំងអស់ហ្នឹងអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមមានគំនិតមួយទៀតនៅក្នុងការទទួលយកការពិតហើយដោះស្រាយបញ្ហាហ្នឹងជារឿងធម្មតាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាហើយបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយគាំទ្រនៅក្នុងការធ្វើមាតិការបស់ខ្ញុំទាំងអស់គ្នាអរគុណ